មនុស្សយើងម្នាក់នៅពេលដែលធុញទ្រាន់គឺមានមធ្យោបាយដើម្បីដោះស្រាយបញ្ហាហ្នឹងផ្សេងគ្នាអ្នកខ្លះគេជួយចិត្តទៅដើរលេងទៅញ៉ាំបាយហាត់ប្រាណហាត់ទឹកទាត់បាល់បុកបយ៉ាលេងល្បែងច្រៀងការ៉ាអូខេជាមួយនឹងមិត្តភ័ក្តិហើយអ្នកខ្លះទៀតនៅពេលដែលធុញជួយទៅសម្អាតបន្ទប់ខ្លួនឯងសម្អាតយើងមានមនុស្សអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំក្រៅពីរៀនសូត្ររំលឹកមេរៀនឬក៏ធ្វើ homework គឺខ្ញុំភាកច្រើនជួយចិត្តមើលរឿងឬក៏អាន manga ហើយនៅអំឡុងពេលដែលខ្ញុំដើររក anime ថ្មីដើម្បីមើលគឺខ្ញុំបានចាប់អារម្មណ៍ទៅលើរឿងមួយដែលមានភាពល្បីល្បាញខ្លាំងមែនទែនគឺរឿង One Punch Man ខ្ញុំគិតថាអ្នកទាំងអស់គ្នាមួយចំនួនធ្លាប់ឮរឿងហ្នឹងពីមុនមកហើយបើអ្នកទាំងអស់គ្នាអត់ធ្លាប់មើលរឿងហ្នឹងទេចូលទៅមើលសិនទៅព្រោះនៅក្នុងវីដេអូនេះអាចមាន spoiler អូខេអញ្ចឹងតើ One Punch Man ហ្នឹងគឺនិយាយពីអីហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងឆ្លើយសំណួរមួយហ្នឹងហើយនឹងសំណួរមួយទៀតថាហេតុអីបានជា One Punch Man មានភាពល្បីល្បាញខ្លាំងម្ល៉េះយើងនៅក្នុងអេពីសូតមុនដំបូងគេបំផុតគឺយើងឃើញថាវាដូចជារឿងធម្មតានោះទេគឺយើងឃើញមនុស្សរស់នៅធម្មតាប៉ុន្តែនៅសុកប៊ូមគឺមានបិសាចមួយបានធ្លាក់ចុះមកអុកឡុកបំផ្លិចបំផ្លាញទីក្រុងពេញហ្នឹងហើយនៅអំឡុងពេលដែលបិសាចនឹងបំរុងនឹងសម្លាប់ក្មេងស្រីម្នាក់វីរៈបុរសរបស់យើងក៏បានមកដល់អញ្ចឹងបន្ទាប់ពីបានឃើញអ្វីដែលបិសាចនោះអាចធ្វើបានអំបញ្ញមិញនៅក្នុងចិត្តរបស់ខ្ញុំគឺបានគិតថាបន្តិចទៀតនេះនឹងមានកន្លែងវាយគ្នា battle scene ដែលល្អអស្ចារ្យមួយឯងគិតបែបហ្នឹងខ្ញុំក៏បានត្រៀមកូកា popcorn ក្តាប់ម្រាមជើងខ្ជិបច្បាយគូតហើយក៏បានចាប់ផ្ដើម unpause video វេឈ្មោះរឿងហ្នឹងគឺ One Punch Man One Punch Man គឺជា anime មួយដែលចេញនៅក្នុងឆ្នាំ2016ហើយវាបានធ្វើឲ្យមានភាពរង្គោះរង្គើលក្នុងពិភពលោក anime ខ្លាំងមែនទែនអញ្ចឹងរឿងនេះគឺនិយាយអំពីតួអង្គឯកយើងដែលមានឈ្មោះថា Saitama ដែលជាវីរៈបុរសនៅក្នុងពិភពលោកមួយហ្នឹងហើយដូចជាឈ្មោះចំណងជើងរបស់រឿងហ្នឹងអញ្ចឹងគឺគាត់អាចយកឈ្នះសត្រូវរបស់ខ្លួនដោយប្រើតែមួយកណ្ដាប់ដៃនោះទេអញ្ចឹងយោងទៅតាមការបកស្រាយទ្រុសអំបញ្ញមិញហ្នឹងគឺយើងអាចសន្មតបានថារឿងនេះគឺខុសប្លែកពី anime ផ្សេងទៀតមួយចំនួនធំខ្លាំងមែនទែនជាពិសេសគឺ shonen anime ហ្នឹងហើយខ្ញុំគិតថាភាពខុសប្លែកនេះហើយបានធ្វើឲ្យរឿងនេះល្បីខ្លាំងម្ល៉េះឧទាហរណ៍ anime ដែលភាគច្រើន focus ទៅលើកន្លែងវាយគ្នាឬក៏សាច់រឿងដែលមានវីរៈបុរសយើងចង់ផ្លាស់ប្ដូរពិភពលោកដោយប្រើថាមពលរបស់ខ្លួនឯង aka shonen anime គឺចាប់ផ្ដើមមកអញ្ចេះតួអង្គឯងយើងអន់ប៉ុន្តែគាត់ក៏ទទួលបានថាមពលពិសេសមួយដែលធ្វើឲ្យខុសប្លែកពីគេខ្លាំងមែនទែន plus one បើសិនមកជា inner demon ឬក៏តួអង្គឯងយើងអន់ប៉ុន្តែក៏បានខិតខំប្រឹងប្រែងវឹកហាត់ដូចជាត្រូវឆ្លងកាត់ training arc បានគាត់ប្រើប្រាស់ថាមពលរបស់ខ្លួនឯងបានទាំងអស់នេះគឺជារូបមន្តសំខាន់នៅក្នុងរឿង shonen anime យើងអាចយករឿងច្រើនខ្លាំងមែនទែនយកទៅដាក់ចូលក្នុងហ្នឹងដូចជា Naruto Jujutsu My Hero Academia Demon Slayer Chainsaw Man Dan bla 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 គឺច្រើនខ្លាំងមែនទែនអូខេតែខ្ញុំនិយាយនេះគឺមិនមែនថារឿងទាំងអស់ហ្នឹងគឺវាមិនល្អមើលនោះទេនៅក្នុងនោះគឺមាន favorite របស់ខ្ញុំដែរប៉ុន្តែនៅពេលដែលយើងបានឆ្លងកាត់របស់ទាំងអស់ហ្នឹងនៅគ្រប់ anime គឺវារៀងធ្វើឲ្យយើងធុញខ្លះហើយណោះហើយដូចនេះហើយនៅពេលដែល anime ដូចជា One Punch Man ចេញមកគឺធ្វើឲ្យស្រស់ស្រាយត្រជាក់ភ្នែកខ្លាំងមែនតើ Saitama គឺអត់បានឆ្លងកាត់ training arc អីនោះទេរបស់ទាំងអស់ហ្នឹងគឺគេបានបញ្យល់នៅក្នុង5នាទីមុនដំបូងបំផុតនៃ episode 1 អញ្ចឹងអ្វីដែលបានកើតឡើងតពីនឹងទៀតគឺមានតែកន្លែងវាយគ្នាតែកំសាន្តភ្នែកយើងខ្លាំងមែនតើប៉ុន្តែចំណុចមួយនេះក៏ជាចំណុចមួយដែលធ្វើឲ្យអ្នកដែលធ្លាប់មើលរឿងហ្នឹងគ្មានគោលបំណងចង់ចាប់ផ្ដើមរឿងហ្នឹងដូចគ្នាព្រោះយើងត្រូវចាំថាភាពតានតឹងដែលយើងទទួលបាននៅពេលដែលយើងមើលរឿងអ្វីមួយមិនថានៅពេលដែលតួអង្គឯងយើងជួបឧបសគ្គឬក៏ភាពតានតឹងនៃការទាញមិនដឹងថាសាច់រឿងហ្នឹងនឹងធ្វើដំណើរតទៅមុខយ៉ាងម៉េចចំណុចទាំងអស់ហ្នឹងគឺធ្វើឲ្យយើងដែលជាអ្នកមើលមានភាពកំសាន្តខ្លាំងមែនទែនអញ្ចឹងនៅពេលដែលយើងមានរឿងដូចជា One Punch Man ដែលយើងដឹងទុកមុនថាគាត់នឹងអាចយកឈ្នះឧបសគ្គទាំងអស់ដោយប្រើតែកណ្ដាប់ដៃរបស់គាត់គឺវាបានដកអាភាពកំសាន្តហ្នឹងចេញមុនបាត់ទៅហើយអញ្ចឹងហេតុអីបានជា anime ឬក៏ manga មួយនេះល្បីខ្លាំងម្ល៉េះទាំងដែលវាមានចំណុចអវិជ្ជមានទាំងអស់នេះអញ្ចឹងដើម្បីឆ្លើយសំណួរមួយហ្នឹងគឺយើងត្រូវដឹងពីអូខេអញ្ចឹងក្រៅពីចំណុចដែលខ្ញុំបាននិយាយបង្ហាញអំបញ្ញមិញហ្នឹងតើ One Punch Man វាបានផ្ដល់សាច់រឿងអ្វីខ្លះជូនមកកាន់អ្នកមើលតើអ្នកសរសេរគឺត្រូវធ្វើបែបណាប្រសិនបើជាតួអង្គឯករបស់ខ្លួនឯងអាចយកឈ្នះសត្រូវរបស់ខ្លួនដោយវាយគេតែមួយកណ្ដាប់ដៃចម្លើយគឺងាយស្រួលនោះទេគឺយើងត្រូវសរសេរសាច់រឿងឬក៏បញ្ហាធំដុំដែលកើតមានឡើងនៅជុំវិញតួអង្គរងអញ្ចឹងនៅពេលដែលបិសាចឬក៏តួអង្គអាក្រក់លេចមុខចេញមកគឺភាគច្រើនមិនមែនចេញមកទល់មុខSaitamaនោះទេគឺសាច់រឿងចាប់ផ្ដើមពី POV ឬក៏ point of view នៃតួអង្គរងមុនធ្វើដំណើររហូតមកដល់តួអង្គឯករបស់យើង
គឺ Saitama ឧទាហរណ៍ល្អបំផុតដែលខ្ញុំអាចលើកយកមកនិយាយបានគឺនៅពេលដែលបិសាចមួយដែលមានឈ្មោះថា Deep Sea King ចេញមកអុកឡុកមនុស្សនៅពេលដែលយើងឃើញតួអង្គហ្នឹងមុនដំបូងគឺយើងគិតថាវាគ្រាន់តែជាបិសាចថ្មីមួយទៀតសម្រាប់ឲ្យ Saitama វាយយកឈ្នះនោះទេប៉ុន្តែនៅពេលដែលយើងបានមើលទៅកាន់បិសាចហ្នឹងនៅក្នុងកែវភ្នែកតួអង្គផ្សេងក្រៅពី Saitama ទើបយើងដឹងថាបិសាចទាំងអស់ហ្នឹងគួរឲ្យខ្លាចប៉ុណ្ណាអស់ពីតួអង្គមួយទៅតួអង្គមួយពី hero មួយទៅ hero មួយទៀតគឺត្រូវបាន Deep Sea King វាយយកឈ្នះបានទាំងអស់ហើយនៅក្នុងនោះមានតួអង្គមួយឈ្មោះថា Puri Prisoner ដែលជា S class hero និយាយស្រួលយល់ទៅគឺជាតួអង្គមួយដែលគេចាប់ទុកថាខ្លាំងមែនតើនៅក្នុងពិភពលោកមួយហ្នឹងគឺមានន័យថា S class hero ហ្នឹងគឺជាកំពូលដែល hero ឬក៏វីរៈបរិសុទ្ធផ្សេងទៀតខំប្រឹងឈ្មោះទៅកាន់នៅក្នុងនោះក៏មាន Saitama ដែរអញ្ចឹងនៅពេលដែលបានឃើញតួអង្គបែបហ្នឹងត្រូវបានចាញ់ក្រោមកម្ដាប់ដៃរបស់ Deep Sea King គឺធ្វើឲ្យសង្ឃឹមនៃការយកឈ្នះបិសាចមួយហ្នឹងចាប់ផ្ដើមធ្លាក់ចុះទៅបន្តិចម្ដងមកដល់ដំណាក់កាលហ្នឹងនៅពេលដែលយើងបានឃើញថា Deep Sea King អាចធ្វើអីខ្លះមកកាន់មនុស្សទាំងអស់នេះគឺយើងបានចាប់ផ្ដើមស្រែកហៅឈ្មោះមនុស្សម្នាក់ដែលយើងគិតថាដែលយើងដឹងថាគាត់នឹងអាចយកឈ្នះបិសាចមួយហ្នឹងបានគឺយើងស្រែកហៅហើយដោយអ្វីកន្លងមកដែលយើងធ្លាប់បានឃើញអញ្ចឹងដោយសារតែឈុតឆាកបែបនេះគឺបានធ្វើឲ្យ One Punch Man មានសាច់រឿងមួយដែលយើងអាចទាយដឹងទុកមុនប៉ុន្តែវានៅតែកំសាន្តសម្រាប់ទស្សនាមិនតែប៉ុណ្ណោះ One Punch Man គឺមាន side cast ឬក៏តួអង្គរងច្រើនហើយខុសប្លែកពីគ្នាខ្លាំងមែនទែនយើងមាន Genos Tatsumaki Super Alloy Darkshine Garo Bang Atomic Samurai អញ្ចឹងតួអង្គទាំងអស់នេះគឺមាន design ហើយនិងភាពខុសប្លែកពីគ្នារៀងខ្លួននៅក្នុង side រឿងដូចជា One Punch Man ឈុតឆាកវាយគ្នាគឺជាកន្លែងដែលសំខាន់ជាងគេបំផុតហើយចាយដល់អីនៅក្នុងរឿងនេះគឺបានធ្វើចំណុចមួយហ្នឹងត្រូវ 100% តែម្ដងនៅក្នុងតែ season 1 ទេហើយទោះបីតួអង្គទាំងអស់នេះនៅក្នុងពិភពលោកតែមួយក៏ដោយរបៀបប្រើប្រាស់ធម៌ពលរបស់ពួកគេគឺខុសប្លែកពីគ្នាដាច់តែម្ដង Bang គឺប្រើប្រាស់ក្បាច់គុណរបស់គាត់ Genos គឺជាមនុស្សយន្តអញ្ចឹងអ្នកទាំងអស់គ្នាសម័យឃើញហើយថាធម៌ពលគាត់អីគេ Tatsumaki គឺប្រើប្រាស់ធម៌ពល Psychic របស់ខ្លួនឯងដើម្បីសម្លាប់សត្រូវរបស់ខ្លួនអញ្ចឹងខ្ញុំអាចនិយាយតាក់ទងជាមួយនឹងចំណុចនេះពេញមកវីដេអូហ្នឹងក៏អត់អស់ដែរប៉ុន្តែនេះគឺមិនមែនជាគោលដៅរបស់វីដេអូហ្នឹងនោះទេអញ្ចឹងក្រៅពី Side Cast One Punch Man ក៏មានលក្ខណៈលីឡំគ្នាជាមួយនឹងអាចកំបាំងដែលធ្វើឲ្យយើងស៊ូខ្លួនឯងនៅពេលដែលយើងមើលរឿងហ្នឹងដូចគ្នាប៉ុន្តែប្រសិនបើជាអ្នកទាំងអស់គ្នាអត់ចាប់អារម្មណ៍ទៅលើចំណុចទាំងអស់ហ្នឹងនោះទេគឺយើងអាចងាកត្រឡប់ទៅមើលតួអង្គឯកយើងវិញបានអញ្ចឹង Saitama គឺជាតួអង្គមួយដែលទទួលបានធម៌ពលឬក៏កម្លាំងគ្រប់យ៉ាងដែលអាចដោះស្រាយបញ្ហារបស់ខ្លួនចប់សពគ្រប់តាំងពីដើមរឿងបាត់ទៅហើយគឺវាហាក់បីដូចជាយក Naruto នៅក្នុងរឿង Boruto ដាក់ចូលនៅក្នុងភាគមួយនៃរឿង Naruto វិញអញ្ចឹងហេតុតែបានជា Saitama នៅតែមានសាច់រឿងសរសេរអំពីគាត់ប្រសិនបើជាគាត់ស្ថិតនៅចំណុចហ្នឹងបាត់ទៅហើយជាដំបូងប្រសិនបើជាយើងពិតជាចង់យល់ដឹងពីតួអង្គ Saitama មែនគឺយើងត្រូវដឹងពីគោលដៅរបស់គាត់សិនគោលបំណងដំបូងរបស់ Saitama គឺគាត់ចង់ខ្លាចទៅជាវីរៈបុរសម្នាក់ដែលអាចយកឈ្នះសត្រូវរបស់ខ្លួនដោយប្រើតែមួយកណ្ដាប់ដៃនោះទេប៉ុន្តែនៅពេលដែលគាត់បានសម្រេចគោលដៅនេះ Saitama គឺត្រូវបានបាត់បង់អ្វីមួយពីខ្លួនឯងទៅវិញគឺចំណង់ចំណូលចិត្តឆន្ទៈភាពរំភើបនៃការយកឈ្នះឧបសគ្គទាំងអស់របស់ខ្លួនហើយដូចនេះហើយចាប់ពីពេលនោះទៅគឺគាត់ចង់ស្វែងរកសត្រូវឬគូប្រជែងដែលអាចផ្ដល់ឲ្យគាត់នូវអារម្មណ៍ទាំងអស់នេះជូនមកកាន់គាត់វិញ Suffering from success គឺជាពាក្យសម្ដីមួយដែលមានន័យជ្រាលជ្រៅខ្លាំងមែនទែនហើយចេញមកពីមាត់មនុស្សម្នាក់ដែលមានចំណេះដឹងខ្ពស់ Gatorade ហើយឃ្លាមួយនេះពិតជាសមជាមួយនឹង Saitama មែនទែនពីព្រោះគាត់ត្រូវបានទទួលរងគ្រោះពីភាពជោគជ័យរបស់ខ្លួននៅពេលដែលយើងគ្រប់គ្នាសម្រេចចិត្តថាធ្វើអ្វីមួយគឺយើងតែងតែគិតទៅដល់រង្វាន់ឬក៏ទីចុងបញ្ចប់នៃគោលដៅរបស់យើងថាយើងនឹងទទួលបានអ្វីមកវិញពីទង្វើដែលយើងសម្រេចចិត្តថាធ្វើហ្នឹងមិនថាវាជាលុយមាសប្រាក់កិត្តិយសឬក៏ការទទួលស្គាល់ពីអ្នកដទៃនោះទេពាក្យទាំងអស់នេះគឺតែងតែហោះហើរនៅក្នុងក្បាលរបស់យើងក្នុងអំឡុងពេលដែលយើងធ្វើដំណើរឬក៏កំពុងតែអនុវត្តឆ្ពោះទៅកាន់គោលដៅនោះវាដូចជាទម្រង់មួយដែលលើកទឹកចិត្តឲ្យយើងឈានជើងទៅមុខបន្ថែមទៀតគឺជា motivation ប៉ុន្តែពេលខ្លះនៅពេលដែលយើងបានដើរដល់ទីបញ្ចប់នៅពេលដែលយើងទទួលបានជោគជ័យរង្វាន់ដែលយើងតែងតែគិតថាជារបស់ពិសេសមួយដែលយើងប្រាថ្នាចង់បានគឺប្រែក្លាយទៅជាអ្វីមួយដែលធ្វើឲ្យយើងខកចិត្តទៅវិញនៅពេលនោះយើងក៏បានចាប់ផ្ដើមគិតថារាល់បញ្ហារាល់ភាពលំបាករាល់អ្វីដែលយើងបានឆ្លងកាត់កន្លងមកគឺវាមិនស្មើនឹងរង្វាន់ដែលយើងទទួលបាននោះទេអារម្មណ៍មួយនេះគឺអាចសម្លាប់ឆន្ទៈចំណង់ចំណូលចិត្តឬការស្រឡាញ់ដែលយើងមានទៅលើអ្វីមួយមិនថាជាគំនូរសិល្បៈការងារតន្ត្រីកីឡាហែលទឹករត់ប្រណាំងវាយបដាល់លោតហក់វាយបាល់បោះបាល់ទាត់បាល់បទពិសោធន៍ទាំងអស់នេះគឺអាចធ្វើឲ្យយើងគិតយ៉ាងដិតដល់មុននឹងយើងសម្រេចចិត្តធ្វើរឿងអ្វីមួយឧទាហរណ៍ល្អបំផុតដែលខ្ញុំអាចរកឃើញបានគឺនៅពេលដែល Denji ក្នុងរឿង Chainsaw Man មានគោលបំណងចង់ប៉ះសូដនរបស់មនុស្សស្រី
ខ្ញុំមិននិយាយលេងទេនៅពេលដែល Denji បានសម្រេចគោលបំណងមួយនេះរបស់ខ្លួនផ្ទុយពីអ្វីដែលខ្លួនបានក្រងទុកគឺគាត់បានជាមានអារម្មណ៍ខកចិត្តនៅពេលដែលគោលបំណងរបស់ខ្លួនមិនបានផ្ដល់មកនៅអ្វីដែលខ្លួនគិតថាពិសេសហើយដូចនេះពេញមួយអេពីសូតហ្នឹង Denji គឺគាត់គ្មានអារម្មណ៍ចង់ធ្វើអ្វីទាល់តែសោះទាល់តែគាត់ត្រូវបានរួចផុតពីបញ្ហាមួយនេះដោយសារតែ wait វីដេអូនេះវីដេអូ One Punch Man បើចង់ដឹងទៅមើលរឿងហ្នឹងខ្លួនឯងទៅអញ្ចឹងសរុបមកគឺខ្ញុំចង់និយាយថា Saitama គឺជាតួអង្គមួយដែលស្ថិតនៅក្នុងកលៈទេសៈមួយនេះហើយឧបសគ្គរបស់គាត់គឺមិនមែនជាសត្រូវដែលគាត់មិនអាចយកឈ្នះបាននោះទេគឺជាបញ្ហាដែលគាត់ត្រូវប្រឈមមុខនៅក្នុងដំណើរដើម្បីស្វែងរកគូប្រជែងមួយនោះអញ្ចឹងហេតុអីបានជាខ្ញុំនៅសុកសម្រាប់ចិត្តធ្វើវីដេអូតាក់តងជាមួយនឹង One Punch Man ខ្ញុំគិតថាអ្នកទាំងអស់គ្នាមួយចំនួនគឺបានដឹងហើយថា One Punch Man ទើបនឹងចេញ Season 3អញ្ចឹង fan ដែលគាំទ្ររឿងហ្នឹងប្រហែលជាត្រេកអរខ្លាំងមែនតើណោះត្រូវអត់ខ្ញុំក៏បាននិយាយតាក់ទងជាមួយនឹងសាច់រឿងរបស់ One Punch Man រួចមកហើយប៉ុន្តែចំណុចលេចធ្លោបំផុតនៃរឿងហ្នឹងគឺជា animation One Punch Man Season 1គឺបាន animate ដោយ Madhouse ដែលជា studio មួយមានរហស្សនាមគេឈ្មោះល្បីល្បាញខ្លាំងមែនទែននៅក្នុងពិភពលោក anime ហើយ studio នេះគឺបាន produce anime ល្បីជាច្រើនដែលខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងធ្លាប់ឮពីមុនមកយើងមាន Death Note Hunter x Hunter Free Run Monster Redline Paprika Perfect Blue បឡាច្រើនជាងហ្នឹងទៀតហើយមិនតែប៉ុណ្ណោះ animator ដែលសម្រេចចិត្តរើសយក One Punch Man Season 1យកមក animate គឺមានរហស្សនាមល្បីល្បាញខ្លាំងជាងហ្នឹងទៀតហើយលទ្ធផលដែលបានចេញមកគឺពិតជាល្អប៉ុន្មានគ្រប់កន្លែងវាយគ្នាគ្រប់ឈុតឆាកគឺបាន animate បានលឿនស្អាត smooth ហើយមើលទៅត្រជាក់ភ្នែកខ្លាំងមែនទែនហើយដូចនេះហើយបានជារឿងហ្នឹងល្បីខ្លាំងម្ល៉េះនៅពេលដែលលេចមុខចេញមកមុនដំបូងហើយបន្ទាប់មកគឺយើងកលែកមកមើល Season 2ដោយសារតែភាពល្បីល្បាញរបស់ One Punch Man Season 1 Production Committee ឬក៏អ្នកគ្រប់គ្រងខាងផ្នែកពាណិជ្ជកម្មគឺបង្ខំឲ្យ animator ឬក៏ studio ហ្នឹងបន្ត One Punch Man ទៀតគឺអត់ទាន់បានបញ្ចប់ Season 1 ស្រួលបួផងគឺបង្ខំឲ្យផលិត Season 2បាត់ទៅហើយអញ្ចឹងដោយសារតែឃើញការវិភាគសម្រាប់ Season 2យ៉ាប់ពេក animator ទាំងអស់នោះក៏បានសម្រេចចិត្តដកខ្លួនចេញពី One Punch Man ទៅហើយរឿងមួយនេះក៏បានផ្ទេរទៅកាន់ studio ថ្មីដែលហៅថា JC Staff យោងទៅតាមការស្រាវជ្រាវដ៏សែនជ្រាវជ្រៅរបស់ខ្ញុំអូគឺខ្ញុំបានដឹងថាការវិភាគដើម្បីសម្រេច season ទី2ហ្នឹងគឺពិតជាលឿនខ្លាំងមែនទែនគឺគេទុករយៈពេលឲ្យតែ6ខែទេដើម្បីឲ្យសម្រេច anime មួយនេះអញ្ចឹងមានន័យថា animator ត្រូវសម្រេច2ឬក៏3 episode ក្នុង1ខែដោយសារតែបែបនេះ animation quality ក៏បានធ្លាក់ចុះខ្លាំងមែនទែននៅក្នុង season 2បើសិនជាយើងយក season 1 ហើយនិង season 2យកមកប្រៀបធៀបគ្នាគឺខុសគ្នាខ្លាំងមែនទែនអញ្ចឹងដោយសារតែលទ្ធផលចេញមកបែបនេះ fan របស់ anime មួយនេះគឺបានរិះគន់វាតម្លៃធ្ងន់ខ្លាំងមែនទែនទៅលើ studio JC Staff ប៉ុន្តែទោះ animation season 2វាមិនល្អដល់កម្រិត season 1ក៏ដោយសម្រាប់ខ្ញុំគឺវានៅតែអាចមើលកើតគឺវាមិនល្អហើយក៏មិនអាក្រក់ដែរហើយ fan មួយចំនួនដោយសារតែ quality របស់ season 2បែបនេះគឺគ្មាននរណាគេរំពឹងរងចាំ season បន្ទាប់របស់ One Punch Man នោះទេប៉ុន្តែនៅមានមនុស្សមួយចំនួនតូចទៀតគឺតែងតែរងចាំ6ឆ្នាំបានកន្លងផុតទៅទីបំផុត One Punch Man គឺបានត្រឡប់មកវិញហើយអញ្ចឹងនៅក្នុង Season 3 Animation គឺវាយ៉ាប់ជាង Season 2 ទៀតលើកនេះមើលឡើងចង់កើតហ្មងនៅក្នុង Episode ទី1គឺមាន Animation តិចខ្លាំងមែនតើគឺយើងមាន slide show កាត់ slide show បើកមាត់បិទមាត់ហើយ slide show អត់មាន animation សោះតែមកអញ្ចឹងបន្ទាប់ពីបានឃើញ animation quality នៅក្នុង Season 3 ហើយក្នុងនាមខ្ញុំជាអ្នកអាន manga One Punch Man គឺមកដល់ម្លងពេលនេះគឺខ្ញុំនៅតែមានសង្ឃឹមខ្ញុំនៅតែស្រមៃថាអ្នកផលិត anime មួយនេះគេប្រែងយើងទេ animation quality នឹងស្ទុះឡើងលើនៅក្នុង episode បន្ទាប់ទៀតហើយនៅពេលនោះ animation គឺបាន upgrade man look at this look oh my god my movement oh my godឡើង smooth oh my god ឡើងលយអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងខ្ញុំគ្រាន់តែចង់និយាយពី anime មួយដែលខ្ញុំស្រឡាញ់ manga ដែលខ្ញុំចូលចិត្តមួយបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់បានទៅអាន manga ហ្នឹងទេគ្រាន់តែឃើញរូបទាំងអស់នេះហើយទៅអានហ្មងទៅគឺរូបគំនូរក្នុង manga ហ្នឹងស្អាតខ្លាំងមែនទែនអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងកុំភ្លេចជួយចុច like subscribe comment ហើយនិង shareមិនមក share copy link copy link អូខេ bye bye អូខេអូខេ